បងប្អូនសាកសម័យមើលយើងធ្វើការមកថាយើងធ្វើការពេញម៉ោងនៅស្ថាប័នណាមួយហើយប្រាក់ខែយើងគឺវាទាល់អញ្ចឹងទោះបីជាយើងប្រឹងធ្វើយ៉ាងណាក៏ដោយក៏មិនអាចជួយដោះស្រាយនៅវិបត្តិហិរញ្ញវត្ថុដែលកើតឡើងចំពោះគ្រួសារយើងបានដែរពីកសិករអ៊ីដាហូដែលរកលុយបានតែប្រមាណដុល្លារក្នុងមួយថ្ងៃខែទៅជាសេដ្ឋីវ៉ាលានដុល្លារនេះគឺជារឿងជីវិតពិតរបស់លោកជីមរ៉ុនតើជីមរ៉ុនជានរណាជីមរ៉ុនត្រូវបានគេដាក់ងារថាជាបិតានៃការអភិវឌ្ឍខ្លួនឯងឬក៏ភាសាអង់គ្លេសគេហៅថា the father of personal development អញ្ចឹងគាត់ល្បីខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ60ហើយគាត់គឺជាអ្នកដែលជំរុញឬក៏ជា role model ឲ្យអ្នកនិយាយល្បីៗដូចជា Brian Tracy, Les Brown ក៏ដូចជា Tony Robbins នោះផងដែរអញ្ចឹងតើបងប្អូនធ្លាប់ជួបស្ថានភាពមួយដែលធ្វើឲ្យបងប្អូននិយាយដាក់ខ្លួនឯងថាខ្ញុំនឹងមិនឲ្យការនេះកើតឡើងចំពោះខ្ញុំម្ដងទៀតទេអញ្ចឹងលោកជីមរ៉ុនក៏ធ្លាប់ជួបការហ្នឹងគាត់បានជួបប្រទះស្ថានភាពមួយបានធ្វើគាត់បានផ្លាស់ប្រែនៅផ្នត់គំនិតនិងការគិតរបស់គាត់ហើយនាំឲ្យគាត់បានខ្លាចជាគាត់ដែលគេស្គាល់តលមកដល់សម័យសពថ្ងៃលោកជីមរ៉ុនបានកើតនៅឆ្នាំ1930នៅក្រុងយ៉ាគីម៉ារដ្ឋ Washington ប៉ុន្តែពេលគាត់ធំឡើងគ្រួសារគាត់បានផ្លាស់ទីរស់នៅតំបន់ដែលហៅថាកសិកម្មដែលនៅ Caldwell រដ្ឋ Idaho លោកបានរៀនសាកលវិទ្យាល័យបានតែ1ឆ្នាំទេគាត់ក៏ឈប់ទៅហើយគាត់ក៏ចាប់ផ្ដើមធ្វើការងារមានគ្រួសារចាប់ផ្ដើមជីវិតធម្មតាប៉ុន្តែជីវិតគាត់បានផ្លាស់ប្ដូរនៅថ្ងៃមួយនឹងពេលនោះគាត់រៀបការហើយក្នុងអាយុ20ជាងហ្នឹងមានក្មេងស្រីម្នាក់បានទៅគោះទ្វារផ្ទះគាត់បានលក់នំ cookie ដើម្បីត្រទ្រង់ក្រុម Girl Scout អញ្ចឹងក្មេងស្រីបានសួរគាត់ថាពូចង់ទិញនំ cookie អត់ញ័រពីក្រុម Girl Scout អីចឹងណាអញ្ចឹងមកប្រអប់ហ្នឹងតម្លៃវាតែ$2ទេអញ្ចឹងតើពូចង់ទិញអត់គាត់ថាខ្ញុំចង់ទិញតើប៉ុន្តែនៅពេលគាត់ឆ្លើយខ្ញុំចង់ទិញអញ្ចឹងគាត់បានគិតមើលក្នុងកាបូបផុតដូចជាអត់លុយអត់មានលុយមួយរៀលសោះអញ្ចឹងគាត់ក៏រកវិធីមួយដើម្បីឲ្យក្មេងទៅវិញគាត់ចង់ទិញគាត់ក៏កុហកក្មេងហ្នឹងថាគាត់បានទិញហើយទិញច្រើនទៀតហើយវាក្នុងផ្ទះនោះនៅច្រើនណាស់អញ្ចឹងគាត់កុហកក្មេងហ្នឹងអញ្ចឹងក្មេងក៏អរគុណគាត់ឲ្យដើរចេញទៅអញ្ចឹងនៅពេលដែលក្មេងដើរចេញទៅបាត់គាត់ក៏ចាប់ដើមអួលដើមកខឹងខ្លួនឯងផងអីផងហើយក៏បាននិយាយខ្លួនឯងថាខ្ញុំនឹងមិនឲ្យស្ថានភាពនោះបានកើតឡើងចំពោះខ្ញុំបន្តទៀតទេឬក៏កើតឡើងម្ដងទៀតទេបន្ទាប់ពីគាត់ធ្វើការបញ្ញាចិត្តនឹងមកការងារគាត់នៅតែធ្វើមិនគាត់អត់មានការងារធ្វើទេប៉ុន្តែការងាររបស់គាត់គឺការងារពេញម៉ោងហើយប្រាក់ចំណូលរបស់គាត់គឺបានតែបង់នឹងបំណុលក៏ជាបង់នឹងចំណាយចាំបាច់ប្រចាំថ្ងៃអញ្ចឹងបានធ្វើគាត់ថ្ងៃខ្លះគឺគាត់អត់មានលុយទេដូច្នេះចាប់ពេលគាត់រៀបចំការបញ្ញាចិត្តនោះមកគាត់ក៏ស្វែងរកការងារpart time ក្រៅពីការងារ full time របស់គាត់គឺគាត់ធ្វើជាភ្នាក់ងារផ្នែកលក់នៅក្រុមហ៊ុនអាហារប៉ុនមួយហើយនោះគឺជាពេលដែលគាត់ជួបគ្រូរបស់គាត់ឈ្មោះលោក El Chaf អញ្ចឹងលោក El Chaf គឺជាគ្រូប្រវឹកផ្នែកផ្នត់គំនិតម្នាក់គ្រូជាអ្នកលក់ដល់ឆ្នាំម្នាក់នៅក្នុងក្រុមហ៊ុនលក់អាហារប៉ុនហ្នឹងហើយគាត់គឺជាម្នាក់ដែលបានផ្លាស់ប្រែផ្នត់គំនិតរបស់លោកជីមរ៉ុននោះផងដែរលោក El Chaf បានបង្រៀនជីមរ៉ុនថាចូលធ្វើការជាមួយខ្លួនឯងឲ្យខ្លាំងជាងការដែលអ្នកឯងធ្វើការជាមួយនឹងការងារអញ្ចឹងឃ្លានេះគឺមានន័យខ្លាំងមែនទែនបងប្អូនសាកសម័យមើលយើងធ្វើការមកថាយើងធ្វើការពេញម៉ោងនៅស្ថាប័នណាមួយហើយប្រាក់ខែយើងគឺវាទាល់អញ្ចឹងទោះបីជាយើងប្រឹងធ្វើយ៉ាងណាក៏ដោយក៏មិនអាចជួយដោះស្រាយនៅវិបត្តិហិរញ្ញវត្ថុដែលកើតឡើងចំពោះគ្រួសារយើងបានដែរដោយលោកជីមរ៉ុនអញ្ចឹងគឺទោះបីគាត់ខំប្រឹងធ្វើយ៉ាងណាលទ្ធផលទៅនឹងហិរញ្ញវត្ថុគាត់នៅតែប៉ុណ្ណឹងអញ្ចឹងលោកអេសាបានប្រាប់ជីមរ៉ុនថាអ្នកឯងបានសម្រេចចិត្តធ្វើការក្រៅម៉ោងនេះគឺជាការត្រឹមត្រូវពីព្រោះអីការងារនេះគឺវាជួយបង្រៀនអ្នកឯងក្នុងការផ្លាស់ប្ដូរអ្នកឯងផ្លាស់ប្ដូរប្រកបអ្នកឯងក្នុងការអភិវឌ្ឍជំនាញរបស់អ្នកឯងនោះអាការងារហ្នឹងគឺនឹងនាំឲ្យអ្នកឯងមានសេរីភាពនៅថ្ងៃខាងមុខអញ្ចឹងតាមរយៈការ inspire របស់លោក El Chaf គាត់ខំប្រឹងធ្វើការងារ part time ហ្នឹងហើយជីមរ៉ុនគាត់បាននិយាយថាគោលដៅរបស់គាត់គឺចង់ឲ្យការងារ part time ហ្នឹងរកប្រាក់ចំណូលឲ្យបានស្មើឬក៏លើសការងារ full time របស់គាត់ដែលគាត់កំពុងធ្វើបងប្អូនអីក្នុងពេលដែល6ខែគាត់បានសម្រេចជោគជ័យមែនអញ្ចឹងប្រាក់ចំណូលបានចេញពីការងារ part time របស់គាត់គឺវាស្មើនឹងប្រាក់ខែដែលគាត់ធ្វើការ full time ហើយគាត់បាននិយាយថា
I'm working full time on my job and part time on my fortune អញ្ចឹងពាក្យ fortune ទីនេះបើយើងបកប្រែជាខ្មែរបានន័យថាវាគឺជាជោគវាសនាអញ្ចឹងគាត់គ្រាន់តែធ្វើការក្រៅម៉ោងដើម្បីផ្លាស់ប្រែជោគវាសនាតើជោគវាសនាបានន័យថាម៉េចវាគឺជាពេលវេលាដែលគាត់ខំប្រឹងរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯងអភិវឌ្ឍជំនាញថ្មីស្វែងរកឱកាសថ្មីនៃការរកប្រាក់ចំណូលអញ្ចឹងគាត់បានធ្វើសម្រាប់ជោគជ័យមែនហើយគាត់បាននិយាយថា it won't be long before I'm working full time on my fortune អញ្ចឹងវាមិនយូរទេមុនពេលដែលខ្ញុំធ្វើការពេញម៉ោងទៅលើជោគវាសនារបស់ខ្ញុំអញ្ចឹងវាអត់យូរមែនក្នុងពេលតែ6ខែគឺគាត់រៀនហើយសម្រេចបានជោគជ័យទៅលើការផ្លាស់ប្ដូរខ្លួនឯងការផ្លាស់ប្ដូរផ្នត់គំនិតហើយមេរៀនដែលគាត់រៀនជាមួយលោកអេសាសហ្នឹងគឺរយៈពេលតែ5ឆ្នាំទេអញ្ចឹងពីអាយុ25គាត់បានចាប់ផ្ដើម part time ជួបលោកអេសាសនៅអាយុ30ឆ្នាំគាត់បានក្លាយជាសេដ្ឋីអញ្ចឹងក្នុងពេលតែ5ឆ្នាំគាត់បានជោគជ័យជាសេដ្ឋីហើយបន្ទាប់ពីនឹងមកក៏គាត់ត្រូវបានគេអញ្ជើញឲ្យទៅបរៀនឲ្យទៅនិយាយលើកទឹកចិត្តឬក៏និយាយផ្លាស់ប្ដូរផ្នត់គំនិតនៅជុំវិញពិភពលោកបានធ្វើឲ្យគាត់ល្បីហើយទ្រឹស្ដីរបស់គាត់ត្រូវបានគេខ្វូតយកមកប្រើនៅក្នុងសៀវភៅឬក៏នៅក្នុងការបង្រៀនផ្សេងៗរបស់សប្តាហ៍ថ្ងៃហ្នឹងដូច្នេះជាចុងបញ្ចប់មានពាក្យមួយដែលពាក្យនេះមិនមែនរបស់ Jim Rohn ទេប៉ុន្តែជាពាក្យមួយសម្រាប់ការផ្លាស់ប្រែផ្នត់គំនិតរបស់យើងទាំងអស់គ្នាពាក្យនោះគេបាននិយាយថា people don't change when they see fire but they change when they feel the heat អញ្ចឹងមនុស្សនឹងមិនផ្លាស់ប្រែឬក៏មិនផ្លាស់ប្ដូរទេប្រសិនបើគេឃើញភ្លើងនៅខាងក្រៅខ្នងខ្ញុំនេះប៉ុន្តែគេនឹងផ្លាស់ប្រែនៅពេលដែលគេមានអារម្មណ៍ថាលាកដៃដោយសារតែភ្លើងហ្នឹងអញ្ចឹងជីវិតយើងដូចគ្នាយើងនឹងមិនប្រែទេប្រសិនបើយើងមិនបងជាងឬក៏យើងជួបនឹងផ្លូវទាល់អ្វីមួយឬក៏ស្ថានភាពណាមួយដោយលោក Jim Rohn ដូច្នេះសូមកុំចាំជួបផ្លូវទាល់ឬក៏កុំចាំអាលាកដៃបានយើងផ្លាស់ប្រែសូមធ្វើការផ្លាស់ប្រែឬក៏ឆែកមើលខ្លួនឯងថាតើចំណុចណាដែលយើងចង់ផ្លាស់ប្ដូរថាតើចំណុចណានៃជីវិតដែលយើងមិនពេញចិត្តហើយយើងចង់ឲ្យវាមានការផ្លាស់ប្រែឬក៏ខុសប្លែកពីមុនអញ្ចឹងសូមឆែកមើលហើយសូមចាប់ផ្ដើមផ្លាស់ប្ដូរឬក៏ចាប់ផ្ដើមអនុវត្តការផ្លាស់ប្ដូរឥឡូវនេះហើយការផ្លាស់ប្ដូរសូមកុំត្រឹមតែនិយាយយើងចាប់ផ្ដើមធ្វើពីព្រោះការគ្រាន់តែនិយាយវាមិនមានអ្វីការកើតឡើងទេអញ្ចឹងដើម្បីឲ្យផ្លាស់ប្ដូរកើតឡើងទោះត្រាតែធ្វើការបញ្ញាចិត្តហើយធ្វើអ្វីមួយពីវាដោយលោក Jim Rohn គាត់អត់ពេញចិត្តចំពោះស្ថានភាពរ៉ាញ់ទុកក្នុងគ្រួសាររបស់គាត់អញ្ចឹងគាត់សុខចិត្តរកការងារ part time ហើយគាត់បានជួបគ្រូល្អហើយគាត់បានផ្លាស់ប្រែខ្លាយជាសេដ្ឋីក្នុងរយៈពេលតែ5ឆ្នាំដូច្នេះខ្ញុំជឿថាវីដេអូនេះនឹងជួយលើកទឹកចិត្តបងប្អូនក្នុងការដែលស្រវាចាក់ការផ្លាស់ប្ដូរហើយនឹងផ្លាស់ប្រែជីវិតចាប់ពីពេលនេះទៅផងដែរសូមអរគុណសម្រាប់ការទស្សនាហើយសូមជួយចែករំលែកក៏ដូចជា comment ចំពោះមតិយោបល់របស់បងប្អូនចំពោះវីដេអូនេះផងដែរ